បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកតមេរៀនរបស់យើងបាទអញ្ចឹងយើងដល់មេរៀនទី24ហើយបាទអញ្ចឹងមេរៀនទី24នេះគឺតម្រងវាក៏តន់បាទអញ្ចឹងតម្រងតន់នេះគឺពួកយើងបានជួបកាលពីវាកមុនម្ដងហើយប៉ុន្តែខ្ញុំអត់ទាន់បានបញ្យល់ទេអញ្ចឹងតម្រងតន់នេះតាមពិតគឺយើងប្រើវាជាតម្រងអតីតកាលបាទអញ្ចឹងតម្រងអតីតកាលនេះគេប្រើតន់បាទអញ្ចឹងយើងមកមើលនិយមន័យគេនិយាយកន្លែងនេះបន្តិចបាទ명사 앞에서 과거 상황을 화상하거나 경험을 나타냄 បាទកន្លែងគេនិយាយខ្លីងាយទេប៉ុន្តែដល់ពេលយើងបកស្រាយទៅវារៀងពិបាកតិចដែរប៉ុន្តែសង្ឃឹមថាពួកយើងនឹងព្យាយាមយល់ជាមួយគ្នាបាទកន្លែងគេនិយាយថាគេប្រើនៅពីមុខនាមដើម្បីបង្ហាញរំលឹកឡើងវិញនៅស្ថានភាពអតីតកាលឬក៏បង្ហាញនៅបទពិសោធន៍អ្វីមួយអញ្ចឹងក្នុងន័យនេះមានន័យថាគេប្រើវាដើម្បីបង្ហាញពីបទពិសោធន៍ពីអតីតកាលបាទអញ្ចឹងកន្លែងនេះបើសិនជាយើងប្រៀបធៀបគ្នាជាមួយនឹងទម្រង់អតីតកាលដែលយើងរៀនកន្លងមកហ្នឹងគឺវាខុសគ្នាត្រង់ថាតននេះគឺគេប្រើវាសម្រាប់អតីតកាលដែលយើងបានធ្វើវាម្ដងហើយម្ដងទៀតបាទធ្វើវាដដែលច្រើនដងបាទឧទាហរណ៍ដូចចំណងជើងគេនិយាយអញ្ចឹង예전에 제가 다니던 학교예요បាទ예전에បាទកាលពីមុនអញ្ចឹងគឺជាសាលាបាទគឺជាសាលារៀនដែលខ្ញុំធ្លាប់រៀនកាលពីមុនបាទអញ្ចឹងកន្លែងនេះមានន័យថានៅក្នុងន័យហ្នឹងគឺគេចង់និយាយពីសាលារៀនដែលគាត់ទៅរៀនអញ្ចឹងមានគាត់រៀនវាច្រើនណាស់មែនទេបាទមិនមែនរៀនតែមួយថ្ងៃពីរថ្ងៃទេបាទអាចរៀនប្រហែលខែអញ្ចឹងរយៈពេលយូរអញ្ចឹងម្ដងហើយម្ដងទីគាត់រៀនបន្តរហូតអាហ្នឹងគឺគេប្រើតនហ្នឹងឯងបាទអញ្ចឹងសម្រាប់លក្ខខណ្ឌនៃការប្របែកហ្នឹងមិនជាពិបាកហ្មងទេបាទគឺយើងគ្រាន់តែយកគេស័ព្ទមកបូកជាមួយនឹងតនហ្នឹងបាទឧទាហរណ៍ដូចមកតាអញ្ចឹងបាទមកតាបូកតនទៅមកតនបាទផូដាបូកថនបាទផូតនអ៊ីតាបាទអ៊ីតនឈយងហាដាបាទឈយងហាដាឈយងហាដាស្ងាត់អញ្ចឹងកន្លែងនេះគេនិយាយថាគេដាក់នៅពីមុខនាមអញ្ចឹងក្នុងន័យហ្នឹងមានន័យថាម៉េចមានន័យថាទី1បាទគេស័ព្ទបាទគេស័ព្ទឲ្យបូកជាមួយនឹងតននឹងមកបាទតបមកបានបូកជាមួយនឹងនាមបាទអញ្ចឹងកន្លែងហ្នឹងគឺមានកលៈបែបអញ្ចឹងយើងទៅមើលឧទាហរណ៍បានដឹងបាទហើយនៅក្នុងនេះទៀតសម្រាប់ទម្រង់តននេះគឺបែងចែកជា2ប្រភេទដើម្បីឲ្យពួកយើងទាំងអស់គ្នាស្រួលយល់បាទអញ្ចឹងមានលក្ខខណ្ឌទី1ដែលគេប្រើទម្រង់តនហ្នឹងបាទយមន័យគេនិយាយថាប្រើជាមួយនឹងអតីតកាលដែលបានបញ្ចប់រួចរាល់ហើយជាសកម្មភាពដែលកើតឡើងដដែលកាលពីអតីតកាលយើងឃើញបាទដូចកន្លែងយើងបានអានមុនហ្នឹងបាទនេះឧទាហរណ៍ដែលយើងគេនិយាយមកអញ្ចឹង예전에 제가 다니던 학교예요បាទគឺជាសាលារៀនដែលខ្ញុំបានរៀនកាលពីមុនឃើញទេបាទនេះគឺជាអតីតកាលដែលវាកើតឡើងរួចរាល់ហើយវាបញ្ចប់ហើយបាទហើយក៏ជាអតីតកាលដែលវាបានកើតឡើងម្ដងហើយម្ដងទៀតដដែលហ្នឹងហើយឧទាហរណ៍ដូចគេនិយាយមួយទៀត어렸을 때 자주 듣던 노래예요បាទគឺជាបទចម្រៀងដែលខ្ញុំឧស្សាហ៍ស្ដាប់កាលពីក្មេងបាទអញ្ចឹងកន្លែងហ្នឹងឥឡូវនេះយើងនៅស្ដាប់ទៀតអត់បាទឥឡូវនេះយើងអត់បានស្ដាប់ទៀតមានន័យថាឥឡូវនេះយើងស្ដាប់ចប់រួចរាល់អស់ហើយរឿងរ៉ាវចម្រៀងហ្នឹងប៉ុន្តែយើងឮម្ដងទៀតពេលក្រោយមកទៀតអញ្ចឹងណាអាហ្នឹងគឺបែបអញ្ចឹងបាទអញ្ចឹងហើយមកទី2សកម្មភាពដែលកើតឡើងពីអតីតកាលហើយប៉ុន្តែមិនទាន់បញ្ចប់នឹងបានបដូរទៅជាសកម្មភាពមួយផ្សេងទៀតអញ្ចឹងមានន័យថានៅក្នុងលក្ខខណ្ឌទី2នេះគឺគេប្រើវាជាអតីតកាលដែរប៉ុន្តែអតីតកាលហ្នឹងវាអត់ទាន់បានបញ្ចប់ទេ
បាទឧទាហរណ៍ដូចគេនិយាយមុនគេនិយាយនៅក្នុងឧទាហរណ៍យើងខាងមុខអញ្ចឹងបាទអញ្ចឹងយើងទៅមើលឧទាហរណ៍នៅខាងមុខអាហ្នឹងគឺគេមានឧទាហរណ៍ពីសកម្មភាពនឹងអតីតកាលហ្នឹងឯងបាទនេះកន្លែងនេះគេនិយាយថា제가 좀 전에 먹던 빵이에요. 봐, 그게 정말 이래. 그지 눈빵 달큰염 반냠 뭐니? 아, 그래? 인정 미네 타 눈빵 것 반냠 빽가다 하기는 쌀래 chứ hay cái xua 눈빵 나 cái ní. Chẳng tới mình đẹp nó có slide một bên tha. 그지 눈빵 달큰염 반냠 muốn này. Được có tục nư nè hay cái khơi như là 쌀래 chứ. Bà anh chẳng chẳng 우리가 특히 막 어제 보던 책을 다시 읽고 있어요. 막 khơi nơiក្នុងនេះមានន័យថាកន្លែងនេះគឺនិយាយថាម៉េចគឺជាសិភៅដែលខ្ញុំបានអានកាលពីម្សិលមិញកន្លែងនេះបាទម្ដងទៀត어제 보던 책을 다시 읽고 있어요.បាទសិភៅដែលខ្ញុំបានអានកាលពីម្សិលមិញហើយអានម្ដងទៀតបាទឥឡូវនេះខ្ញុំអានម្ដងទៀតអញ្ចឹងមានន័យថាសិភៅនឹងកាលពីម្សិលមិញគាត់បានអានរួចហើយតែអានវាអត់ទាន់ចប់ហើយថ្ងៃហ្នឹងគាត់អានវាម្ដងទៀតអានបន្ថែមទៀតអញ្ចឹងណាបាទអានអត់ទាន់ចប់អញ្ចឹងឥឡូវគាត់អានម្ដងទៀតបាទទី4 여기 있던 가방 못 보셨어요?បាទតើមានបានឃើញកាតាបដែលនៅទីនេះទេបាទអញ្ចឹងគេសួរបាទមានបានឃើញកាតាបនៅទីនេះទេទី4 학생들이 오니까 조용하던 학교가 시끄러워졌어요. បាទអញ្ចឹងកន្លែងនេះបើយើងនេះមកមានន័យថាដោយសារតែសិស្សពួកសិស្សបានមកសាលារៀនដែលធ្លាប់តែស្ងប់ស្ងាត់ទៅជាអ៊ូអបាទអ៊ូអញ៉ៃញ៉ៃបាទអញ្ចឹង sikrowajaseo កន្លែងនេះយើងនិយាយថាអ៊ូអទៅវាទំនងចេះពីព្រោះអីនៅកន្លែងនេះគេនិយាយថាវាធ្លាប់តែស្ងប់ស្ងាត់វាស្ងប់ស្ងាត់តែឥឡូវហ្នឹងគឺវាអ៊ូអឮសំឡេងក្មេងឬសំឡេងសិស្សមកវិញអញ្ចឹងណាបែបអញ្ចឹងបាទបន្តមកឧទាហរណ៍កន្លែងនេះគេនិយាយបាទ이곳이 예전에 제가 다니던 학교예요. បាទទីនេះបាទគឺជាសាលាដែលខ្ញុំបានរៀនកាលពីមុនបាទអញ្ចឹងខាងនេះគាត់ឆ្លើយមកវិញគឺអញ្ចឹង학교가 아주 좋네요. បាទសាលារៀនល្អបាទសាលារៀនល្អបាទអញ្ចឹងនៅកន្លែងនេះពួកយើងទាំងអស់គ្នាអាចចំណាំបន្តិចបាទទី1គេនិយាយថាតនក្វាអត់តន툴타 과거 상황이나 경험을 나타내지만 의미가 약간 다르다. អញ្ចឹងកន្លែងនេះគេចង់និយាយថាម៉េចគេចង់និយាយថាតម្រងតនហើយនឹងអត់តនហ្នឹងវាប្រើនៅក្នុងស្ថានភាពអតីតកាលឬក៏បទពិសោធន៍ដែលបង្ហាញហ្នឹងប៉ុន្តែអត្ថន័យទាំងពីរហ្នឹងគឺខុសគ្នាបាទខុសគ្នាបន្តិចបាទយ៉ាងកាន់ខុសគ្នាបន្តិចខុសយ៉ាងម៉េចបាទយើងមកមើលកន្លែងនេះបាទឧទាហរណ៍គេឲ្យបាទអញ្ចឹង 내가 បាទ 읽던 책이에요 បាទគឺជាសភៅដែលខ្ញុំអានអញ្ចឹងកន្លែងនេះគេ 아직 다 읽지 못했다 មានន័យថាមិនទាន់អានអស់បាទអត់ទាន់អានអស់ហើយអត់ទាន់អានចប់ហ៎បាទហើយនៅមួយទៀត 내가 읽었던 책이에요 នេះថា 읽었다 អញ្ចឹងមានន័យថាសិភៅដែលខ្ញុំបានអានប៉ុន្តែពេលគេប្រើ 읽었던 នៅកន្លែងនេះមានន័យថាសិភៅនឹងគឺអានចប់អស់ហើយនេះថា 읽었다 អានចប់អស់ហើយអញ្ចឹងបើខាងលើនេះគឺអានមែនប៉ុន្តែអានអត់ទាន់ចប់ហើយវាជាអតីតកាលមកមែនតែអានមកឧទាហរណ៍ដូចយើងអានម្សិលមិញមកអានបានពាក់កណ្ដាលសល់ពាក់កណ្ដាលទៀតអីចឹងអញ្ចឹងបើយើងប្រើ icton ហ្នឹងនៅសកម្មភាពដែលអត់ទាន់កើតឡើងមែនប៉ុន្តែវាអត់ទាន់បានបញ្ចប់តែបើគេនិយាយ ilgoton មានន័យថាអានចប់សពគ្រប់ហើយបាទអញ្ចឹងសម្រាប់
ឧទាហរណ៍របស់យើងមានប៉ុណ្ណឹងអញ្ចឹងយើងមកបន្តយន្តសិបអញ្ចឹងយន្តសិបទី1របស់យើងបាទ 언니가 부르다 បាទបងស្រីហៅអញ្ចឹងកន្លែងនេះគេភ្ជាប់មកឲ្យយើងស្រាប់ហើយបាទ no ហៅច្រៀងច្រឡំបាទបងស្រីច្រៀងបាទ no ចម្រៀងកន្លែងនេះគេ 언니가 부르던 노래예요 បាទគឺជាចម្រៀងដែលបងស្រីច្រៀងបាទគឺជាចម្រៀងដែលបងស្រីច្រៀងអញ្ចឹងទី2បាទទី2គេនិយាយថាម៉េចកន្លែងនេះបាទ 내가 마시다 បាទខ្ញុំផឹកអីគេបាទកន្លែងនេះគេភ្ជាប់មក copy បាទអញ្ចឹងកន្លែងនេះយើងនិយាយថាម៉េច내가 마시던 커피예요 បាទគឺជាកាហ្វេដែលខ្ញុំផឹកបាទគឺជាកាហ្វេដែលខ្ញុំបានផឹកបាទអញ្ចឹងឧទាហរណ៍ដូចយើងយកកាហ្វេមកផឹកហើយយើងទុកនៅលើតុហើយទៅអ្នកផ្សេងគេដើរមកឃើញកាហ្វេនៅលើតុហ្នឹងគេសួរកាហ្វេណាគេហ្នឹងអញ្ចឹងយើងឆ្លើយគឺជាកាហ្វេដែលខ្ញុំបានផឹកកាហ្វេខ្ញុំបាទឆ្លើយអញ្ចឹងបាទបន្តមកទី3 OJECTA បាទអានម្សិលមិញអញ្ចឹងយើងបញ្ចូលមកវា check បាទសិភៅ어제 읽던 책이에요 បាទគឺជាសិភៅដែលខ្ញុំបានអានពីម្សិលមិញបាទអញ្ចឹងគឺជាសិភៅដែលអានពីម្សិលមិញបន្តមកទី4បាទអាកាផូដាបាទមើលមុននេះអញ្ចឹងកន្លែងទៅ drama បាទរឿងភាគអញ្ចឹងអាកាផូតនត្រាម៉ែបាទគឺជារឿងភាគដែលបានមើលមុននេះបាទអាកាមុននេះបាទអញ្ចឹងយើងចូលមកទី2បាទយន្តសិបទី2របស់យើង가방 아까 빵을 먹었어요 បាទអាកាញ៉ាំនំប៉័ងបានញ៉ាំនំប៉័ងមុននេះ지금 다시 먹어요 បាទឥឡូវញ៉ាំម្ដងទៀតបាទអញ្ចឹងកន្លែងគេ 아까 먹던 빵을 다시 먹었어요 បាទគឺជានំប៉័ងដែលបានញ៉ាំពីមុននេះឥឡូវញ៉ាំម្ដងទៀតបាទគាត់ញ៉ាំមុននឹងហើយវានៅសល់ហើយទៅគាត់មកញ៉ាំវាម្ដងទៀតបាទបែបហ្នឹងបាទទី2조금 전 책을 읽었어요 បាទបានអានសៀវភៅមុននេះបាទអានសៀវភៅមុននេះបន្តិច 지금 다시 읽어요 បាទឥឡូវអានម្ដងទៀតអញ្ចឹងកន្លែងនេះភ្ជាប់វាមកបាទ 조금 전 읽던 책을 다시 읽어요 បាទសៀវភៅដែលអានមុននោះឥឡូវអានម្ដងទៀតបាទអញ្ចឹងគាត់អានសៀវភៅដែលគាត់អានមុនហ្នឹងឥឡូវគាត់អានវាម្ដងទៀតទី3 전에 이 학교에 다녔어요 បាទបានទៅរៀននៅសាលានេះកាលពីមុនបាទអញ្ចឹងបានរៀននៅសាលានេះកាលពីមុន 오늘 다시 가봤어요 បាទថ្ងៃនេះបានទៅបាទថ្ងៃនេះបានទៅម្ដងទៀតបាទបានទៅមើលម្ដងទៀតបាទអញ្ចឹងកន្លែងនេះគេនិយាយថា 전에 다녔던 학교를 오늘 다시 가봤어요 បាទគឺជាសាលាដែលបានរៀនកាលពីមុនថ្ងៃនេះបានទៅមើលម្ដងទៀតបាទអញ្ចឹងមានន័យថាសាលាហ្នឹងពីមុនគាត់រៀននៅហ្នឹងហើយថ្ងៃហ្នឹងគាត់បានទៅមើលសាលាហ្នឹងម្ដងទៀតទៅឃើញសាលាហ្នឹងម្ដងទៀតអញ្ចឹងណាបាទទី3បាទយន្តសិបទី3របស់យើង여기가 어디예요 បាទតើទីនេះគឺជាកន្លែងណានេះគេឲ្យពាក្យមកគំរូស្រាប់ហើយបាទ 어릴 때 뛰어놀다 បាទរត់លេងកាលពីក្មេងអញ្ចឹងកន្លែងនេះយើងដាក់មក 어릴 때 뛰어놀던 곳이에요 បាទគឺជាកន្លែងដែលរត់លេងកាលពីក្មេងបាទគឺជាកន្លែងដែលរត់លេងកាលពីក្មេងបាទទីនេះរត់បាទរត់លេងហ្នឹងទី2 저 사람은 누구예요 បាទតើម្នាក់នោះ
គឺជានរណាបាទតើមនុស្សម្នាក់នោះគឺជានរណាឆាណេម៉ាណាតាបាទបានជួបពីមុនអញ្ចឹងកន្លែងនេះឆាណេម៉ាណាតនសារ៉ាមីបាទគឺជាមនុស្សដែលជួបពីមុនបាទដូចយើងឃើញហើយយើងថាអូគឺមនុស្សដែលយើងធ្លាប់ជួបពីមុនអីចឹងបែបអញ្ចឹងបាទបន្តមកទី3 i piano는 누구거예요 បាទតើ piano នេះគឺជារបស់នរណាបាទ piano របស់ណាខាងនេះគាត់ឆ្លើយ형이 치다 បាទ 형이 치던 piano예요 បាទគឺជា piano ដែលបងប្រុសលេងបាទអញ្ចឹង piano ដែលបងប្រុសគាត់លេងឥឡូវគាត់អត់បានលេងទៀតអីចឹងបាទអញ្ចឹងសម្រាប់វិទ្យាករតននេះខ្ញុំគិតថាវាមិនសូវជាស្មុគស្មាញច្រើនទេប៉ុន្តែពេលដែលពួកយើងទាំងអស់គ្នាប្រើយើងត្រូវចាំថាវាមានលក្ខខណ្ឌទី1ហើយនិងលក្ខខណ្ឌទី2ដែលលក្ខខណ្ឌទី1គឺប្រើជាមួយអីគេបាទប្រើជាមួយនឹងអតីតកាលដែលបញ្ចប់រួចរាល់ហើយលក្ខខណ្ឌទី2គឺប្រើជាមួយនឹងអតីតកាលដែលវាមិនទាន់បញ្ចប់ដូចយើងបាននិយាយគ្នាមុនហ្នឹងអញ្ចឹងបាទនំប៉័ងដែលគាត់បានញ៉ាំអញ្ចឹងគាត់ទុកហើយគាត់អត់ទាន់នេះគាត់ញ៉ាំម្ដងទៀតអីចឹងដែរឬក៏សិភៅដែលគាត់បានអានពីម្សិលមិញហ្នឹងគាត់មកអានម្ដងទៀតហ្នឹងដែរបាទអាហ្នឹងហើយគឺជាអតីតកាលដែលវាអត់ទាន់បញ្ចប់បើអតីតកាលដែលបញ្ចប់ហើយបាទឧទាហរណ៍ដូចយើងនិយាយពីរឃ្លាដំបូងនោះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នានៅមិនទាន់យល់ច្បាស់យើងអាចមើលវីដេអូម្ដងទៀតហើយចាំមកធ្វើលំហាត់បន្តក៏បានដែរឬក៏មានសំណួរអាចសួរបន្ថែមទៀតបានបាទអញ្ចឹងអរគុណសម្រាប់ការតាមដាននៅវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទយើងនឹងជួបគ្នានៅមេរៀនបន្តទៀតសូមអរគុណ